យើងរៀនសម្រេចចិត្តឲ្យត្រឹមត្រូវឬក៏រៀនសម្រេចចិត្តឲ្យលឿនហ្នឹងណាពិបាកមែនតើសូម្បីតែយើងមិនចាស់ក៏ដោយតែទម្រាំយើងបរៀនឲ្យក្មេងសម្រេចចិត្តឲ្យលឿនហើយឲ្យត្រឹមត្រូវហិតតែពិបាកប៉ុន្តែវាមានមធ្យោបាយតាមបទពិសោធន៍ខ្ញុំការបង្រៀនឲ្យកុមារចេះសម្រេចចិត្តហ្នឹងមិនមែនជាមួយថ្ងៃមិនមែនជាមួយខែក៏មិនមែនជាមួយឆ្នាំដែរគឺជាដំណើរការមួយដែលវែងមែនទែនហើយចំពោះខ្ញុំក៏មិនដឹងថាជោគជ័យឬក៏មិនជោគជ័យដែរខ្ញុំក៏ចង់ចែករំលែកបទពិសោធន៍តាមការរៀនរបស់ខ្ញុំតាមបទពិសោធន៍របស់ខ្ញុំតាមពិតយើងអាចបង្រៀនកូនក្មេងឲ្យសម្រេចចិត្តតាំងពីអាយុឆ្នាំ2ឆ្នាំ3ឆ្នាំសម្រាប់ចិត្តមិនដូចថារឿងធំមួយចំនួនហើយជាពុកម្ដាយសម្រាប់ចិត្តឲ្យគាត់តែរឿងខ្លះក៏យើងអាចបង្រៀនគាត់ដែរដូចជាហៅថាយើងអនុញ្ញាតឲ្យគាត់រើសម្ហូបឲ្យគាត់ចូលចិត្តយើងអនុញ្ញាតឲ្យគាត់រើសខោអាវដែលគាត់ចូលចិត្តយើងអនុញ្ញាតឲ្យគាត់រើសតុក្កតាឬរបស់ដែលគាត់ចូលចិត្តដើម្បីទិញអញ្ចឹងបើយើងលើកទឹកចិត្តឲ្យគាត់ចេះសម្រេចចិត្តសូម្បីតែវាខុសវាត្រូវក៏ដោយហើយយើងធ្វើវារហូតទៅកូនក្មេងនេះចេះសម្រេចចិត្តដោយខ្លួនឯងហើយអញ្ចឹងលើកក្រោយពេលយើងឲ្យគាត់សម្រេចចិត្តទិញអីទិញកៅអៅរើម្ហូបឬក៏ធ្វើអីមួយគាត់ចេះអាហ្នឹងហើយអញ្ចឹងវាមិនមែនជាដំណើរការមួយដែលលឿនហើយស្រួលហើយធ្វើមួយថ្ងៃបានទេវាត្រូវការពេលយូរអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យលោកអ្នកអាណាដែលអាចឲ្យពួកគាត់សម្រេចចិត្តបានចាប់ផ្ដើមឲ្យគាត់សម្រេចចិត្តបដាត្រូវក៏ដោយខុសក៏ដោយវាជាបទពិសោធន៍វាជាជំនាញអញ្ចឹងបើយើងអាចធ្វើអញ្ចឹងបានខ្ញុំគិតថាពួកគាត់ចេះសម្រេចចិត្តបានឧទាហរណ៍ថាបើយើងឲ្យគាត់រើសម្ហូបហើយគាត់រើសទៅអត់ឆ្ងាញ់គាត់ដឹងតែអូលើក្រោយគាត់លែងរើសអាហ្នឹងអញ្ចឹងគាត់រើសម្ដងទៀតអញ្ចឹងបើគាត់រើសប៉ាឆ្ងាញ់ទៅលើក្រោយគាត់មានទំនុកចិត្តដូចថាធ្វើការសម្រេចចិត្តបន្តទៀត